សូមស្វាគមន៍មកកាន់ Update Today រុស្ស៊ីអំពាវនាវឲ្យលោកខាងលិចត្រូវជំលះអ្នកការទូតចេញពីទីក្រុងគៀវអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថាទីក្រុងមូស្គូកំពុងជំរុញឲ្យប្រទេសនានាជំលះបុគ្គលិកការទូតចេញពីទីក្រុងគៀវក្នុងករណីអ៊ុយក្រែនព្យាយាមរំខានដល់ការប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី9 ខែឧសភាឆ្នាំ2026នៅទីក្រុងមូស្គូលោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយនៅថ្ងៃទី4 ខែឧសភាតាក់ទងនឹងការគំរាមកំហែងពីអាជ្ញាធរទីក្រុងគៀវដើម្បីវាយប្រហារទីក្រុងមូស្គូអំឡុងពេលប្រារព្ធទិវាជ័យជំនះជាព្រឹត្តិការណ៍មួយដែលរុស្ស៊ីចាត់ទុកថាជាថ្ងៃឈប់សម្រាកដ៏មានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រនិងស្មារតីយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោកស្រី Zakharova បាននិយាយថាក្រសួងការបរទេសរុស្ស៊ីបានផ្ញើសារទៅរដ្ឋាភិបាលបរទេសនិងអង្គការអន្តរជាតិដោយជំរុញឲ្យពួកគេពិចារណាយ៉ាងម៉ត់ចត់ចំពោះការព្រមានរបស់ទីក្រុងមូស្គូនិងជំលះបុគ្គលិកការទូតបេសកជននិងពលរដ្ឋចេញពីរដ្ឋធានីគៀវជាបន្ទាន់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថាប្រសិនបើអ៊ុយក្រែនចាត់វិធានការដែលមានគោលបំណងរំខានដល់ការប្រារព្ធទិវាជ័យជំនះនៅទីក្រុងមូស្គូកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងចាត់វិធានការសងសឹកប្រឆាំងនឹងទីក្រុងគៀវលោកស្រីបាននិយាយថានេះគឺជាការឆ្លើយតបចាំបាច់ប្រសិនបើទីក្រុងមូស្គូចាត់ទុកសកម្មភាពរបស់អ៊ុយក្រែនថាជាការវាយប្រហារឬការញុះញង់លោកស្រីក៏បានលើកឡើងពីកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបដែលបានធ្វើឡើងនៅថ្ងៃដដែលនៅទីក្រុង Yerevan ប្រទេសអាមេនីយោងតាមលោកស្រីព្រឹត្តិការណ៍នេះប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានធ្វើសេចក្តីថ្លែងការណ៍គម្រាមកំហែងទាក់ទងទៅនឹងការប្រារព្ធទិវាជ័យជំនះរបស់រុស្ស៊ីលោកស្រីបានកត់សម្គាល់ថាអ្នកតំណាងមកពីប្រទេសនៅសហភាពអឺរ៉ុបជាច្រើនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប៉ុន្តែមិនបានឆ្លើយតបជាសាធារណៈចំពោះការកត់សម្គាល់របស់មេដឹកនាំអ៊ុយក្រែននោះទេអតីតរដ្ឋមន្ត្រីការពារជាតិចិន2រូបត្រូវបានកាត់ទោសប្រហារជីវិតពីបទប្រព្រឹត្តអំពើពុករលួយអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិចិន2រូបគឺលោកវ៉ៃវ៉េនហេនិងលោកលីសាំងហ្វូត្រូវបានកាត់ទោសប្រហារជីវិតពីបទពុករលួយនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរនៅថ្ងៃប្រហ័សទី7 ខែឧសភាឆ្នាំ2026ស៊ីនហួរបានផ្សាយថាលោកលីត្រូវបានសង្ស័យថាបានទទួលប្រាក់យ៉ាងច្រើនជាសំណុកនឹងការសោកប៉ាន់អ្នកដទៃហើយការស៊ើបអង្កេតមួយបានរកឃើញថាលោកមិនបានបំពេញកាតព្វកិច្ចនយោបាយនិងស្វែងរកអត្ថប្រយោជន៍បុគ្គលសម្រាប់ខ្លួនឯងនិងអ្នកដទៃចំណែកការស៊ើបអង្កេតមួយទៀតបានចាប់ផ្ដើមលើលោកវ៉ៃក្នុងឆ្នាំ2023ដោយបានរកឃើញថាលោកបានទទួលប្រាក់និងវត្ថុមានតម្លៃយ៉ាងច្រើនជាសំណុកនិងបានជួយអ្នកដទៃឲ្យទទួលបានផលប្រយោជន៍មិនត្រឹមត្រូវក្នុងការរៀបចំតែងតាំងបុគ្គលិកយោធាក្នុងឆ្នាំ2024លោកវ៉ៃបានរៀបចំផែនការដែលមានផលប៉ះពាល់យ៉ាងខ្លាំងនិងគ្រោះថ្នាក់យ៉ាងខ្លាំងដល់វិស័យយោធាចិនស៊ីនហួរបានផ្សាយទៀតថាការកាត់ទោសប្រហារជីវិតត្រូវបានព្យួរដែលជាធម្មតាត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិតសូមរំលឹកថាលោកវ៉ៃជាអតីតមេបញ្ជាការកងកម្លាំងរ៉ុកែតពីឆ្នាំ2015ដល់ឆ្នាំ2017ត្រូវបានជំនួសដោយលោកលីជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងឆ្នាំ2023លោកលីដែលជាឧត្តមសេនីយ៍ម្នាក់ក្នុងចំណោមឧត្តមសេនីយ៍ដែលលោកស៊ីទុកចិត្តបំផុតមានតួនាទីត្រួតពិនិត្យការងារផ្គត់ផ្គង់អាវុធនិងបានដឹកនាំផែនការចក្ខុវិស័យរបស់លោកស៊ីស្ដីពីការធ្វើទំនើបកម្មយោធាជាមួយគ្នានេះមេទ័ពកំពូល3នាក់ទៀតរួមមានលោកគូប៊ូស៊ីងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងឆ្នាំ2016ពីបទទទួលសំណូកខណៈលោកលូកៃឈូបានស្លាប់ដោយសារជំងឺមហារីកក្នុងឆ្នាំ2015ខណៈស្ថិតក្រោមការស៊ើបអង្កេតពីបទពុករលួយមុនពេលត្រូវឡើងតុលាការសូមរំលឹកថាកងកម្លាំងប្រដាប់អាវុធគឺជាគោលដៅចម្បងមួយនៃការបង្ក្រាបអំពើពុករលួយយ៉ាងទូលំទូលាយដែលទទួលបានបញ្ជាពីប្រធានាធិបតីចិនលោកស៊ីជីនពីនបន្ទាប់ពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ2012
ការបោះសម្អាតនេះបានរៀលទៅដល់កងកម្លាំងរ៉ូកែតកម្ពុជាដែលត្រូវត្រួតពិនិត្យអាវុធនុយក្លេអ៊ែរក៏ដូចជាមីស៊ីលធម្មតាក្នុងឆ្នាំ2023កូរ៉េខាងជើងបានកែរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវដាច់ខាតប្រទេសកូរ៉េខាងជើងបានកែសម្រួលរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលធ្លាប់កំណត់ថាទឹកដីរបស់ខ្លួនមានព្រំប្រទល់ជាប់នឹងកូរ៉េខាងត្បូងនឹងត្រូវលុបចោលឯកសារយោងពីការបង្រួមឡើងវិញដោយក្នុងច្បាប់ថ្មីនេះមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនបានចាត់ទុកកូរ៉េទាំងពីរជារដ្ឋដាច់ដោយឡែកពីគ្នាដោយក្នុងរដ្ឋធម្មនុញ្ញចាស់បានកំណត់ថាលោកគីមជាប្រធានគណៈកម្មការកិច្ចការរដ្ឋជាប្រមុខរដ្ឋកូរ៉េខាងជើងដោយជំនួសច្បាប់ថ្មីចែងថាតំណែងរបស់លោកគីមគឺជាមេដឹកនាំកម្ពុជារបស់ប្រទេសដែលតំណាងឲ្យរដ្ឋទាំងមូលនៃប្រទេសកូរ៉េខាងជើងកាសែត CNA បានរាយការណ៍ថាមាត្រា 2 នៃច្បាប់នោះបានបញ្ជាក់ថាទឹកដីរបស់កូរ៉េខាងជើងរួមមានដីដែលមានព្រំប្រទល់ជាប់នឹងសាធារណរដ្ឋប្រជាមានិតចិននិងសហព័ន្ធរុស្ស៊ីនៅភាគខាងជើងនិងសាធារណរដ្ឋកូរ៉េនៅភាគខាងត្បូងក៏ដូចជាដែនដីនិងដែនអាកាសដែលមានមូលដ្ឋាននៅលើដីនោះគឺជាទឹកដីផ្សេងគ្នារវាងរដ្ឋនៃកូរ៉េទាំងពីរក្នុងច្បាប់ថ្មីនោះក៏បានចែងថាកូរ៉េខាងជើងនឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយលើទឹកដីរបស់ខ្លួនឡើយសូមរំលឹកថាលោកគីមក៏ធ្លាប់អំពាវនាវកាលពីខែមករាឆ្នាំ2024ឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់ថាកូរ៉េខាងត្បូងជាសត្រូវចម្បងនិងជាសត្រូវដ៏សំខាន់របស់កូរ៉េខាងជើងនិងបញ្ជាក់ថាទឹកដីកូរ៉េខាងជើងគឺដាច់ដោយឡែកពីទឹកដីកូរ៉េខាងត្បូងសូមអរគុណសម្រាប់ការតាមដាន Update Today